វីដេអូនេះគឺពេញមួយថ្ងៃគឺយើងនៅទីក្រុងជូហូប្រទេសម៉ាឡេស៊ីអញ្ចឹងនឹងវីដេអូទី6ហើយយើងក៏មកដល់ទីក្រុងជូហូដែលជាទីក្រុងបន្ទាប់ពីសិង្ហបុរីអញ្ចឹងហ្នឹងហើយយើងបានដើរជុំវិញទីក្រុងយើងបានភ្លក់ម្ហូបអាហារនេះយើងភ្លក់ក្រែមហ្នឹងហើយក្រែមឃើញអត់ដឹងក្រែមអីទេឃើញក្មេងៗជំទង់គេចូលគឺចូលទៅញ៉ាំមួយគេដែរតែដោយសារមិនមែនថ្ងៃចុងសប្តាហ៍អញ្ចឹងមនុស្សអត់សូវច្រើនទេអញ្ចឹងបន្តមកទៀតហ្នឹងគឺយើងដើរមើលជុំវិញទីក្រុងហ្នឹងបន្តិចតែហ្នឹងហើយយើងមើលតែនៅកណ្ដាលទេកណ្ដាលក្រុងទេយើងអត់ទៅដល់គៀនឬទៅតាមជាយក្រុងទេព្រោះអីយើងមានរយៈពេលខ្លីដែរហើយហ្នឹងហើយនេះផ្លូវដូច Chinatown គេចឹងងើបមកពីព្រលឹមមកគឺយើងញ៉ាំអាហារពេលព្រឹកនៅផ្លូវហ្នឹងតែម្ដងដោយសារឥឡូវឈានចូលដល់ព្រលឹមអាវ៉ាទៅចង់បានហ៎ចឹងតែហ្នឹងហើយនេះចាអាហារថ្មីចឹងនៅផ្លូវហ្នឹងគឺក្នុងសប្តាហ៍គឺមានគេបើកលក់អីបានពីច្រើនហ្នឹងហើយឃើញផ្លូវហ្នឹងគឺ Chinatown តែ这边很多仙桃在这边，请要注意啊！ចឹងគាត់មក仙桃给នេះគឺ special ខ្លាំងមែនទែនគឺអស្ចារ្យខ្លាំងដែលយើងបានមើលឃើញតែអ៊ំឬក៏ចាស់ដែលគាត់ជុំគ្នាបង្កើតជាសមាគមហើយគាត់មករាំអឺចុងសប្តាហ៍បង្ហាញអញ្ចឹងណាអត់ដឹងថាការសម្ដែងហ្នឹងជារៀងរាល់ចុងសប្តាហ៍ឬអីទេប៉ុន្តែមកចំថ្ងៃហ្នឹងគឺគេមានការសម្ដែងតាមក្រុមបាទអ៊ំណាចាស់ហ្នឹងខ្ញុំអត់ដឹងថាគេចាត់ពីអាយុប៉ុន្មានតែជាគេហៅសមាគមមនុស្សចាស់អញ្ចឹងឃើញគាត់រាំរហូតដែរណាអត់ដាក់សំឡេងទេខ្លាចជាប់អញ្ចឹងហ្នឹងហើយឃើញ style មានទាំងក្បាច់ចិនមានទាំងក្បាច់រាំបែបដូចអីគេ modern អញ្ចឹងណាហ្នឹងហើយឃើញហើយគាត់មិនក្មេងៗទេណាឃើញពាក់ cute អញ្ចឹងគឺវ័យចាស់ហើយគាត់សិតតែចាស់ទាំងអស់គ្នាហ្នឹងណែនេះបានថាពណ៌ឆើតឆាយតែម្ដងចឹងឃើញដូចមួយក្រុមគាត់ត្រូវរាំពីបទមើលតចប់ដែរហ្នឹងមើលតចប់បទដែរហ្នឹងឃើញហ្នឹងហើយឃើញប្លែករបស់គាត់ដែរណាចាស់គាត់រាំចាំមើលគាត់រាំខ្ជូតពេកចឹងទៅជក់ចិត្តមើលហ្នឹងហើយយើងឃើញគេដាក់តូបលក់នៅតាមផ្លូវចឹងណាមកជួរផ្លូវហ្នឹងហ្នឹងហើយជាអឺតូបគេដាក់ឃ្លាតចេញពីគ្នាណាហើយហ្នឹងហើយបកមកវីដេអូយើងដើរមើលមួយជុំទៀតហើយក៏ចុងក្រោយដែរនៅទស្សនានៅផ្លូវហ្នឹងពួកអីយើងក៏បញ្ញាប់ទៅ check out ពួកអីដំណើរកំសាន្តរបស់យើងនឹងទៅទីក្រុងមួយទៀតចឹងហើយគ្រាន់តែដើរមើលត្រួសនៅតាមផ្លូវទេឥឡូវទៅហើយចឹងហៅ Grab មកជិះទៅកន្លែងឡើងឡានក្រុងហ្នឹងហើយកន្លែងឡានក្រុងគេហ្នឹងគេហៅLarkin Center អីណាហើយចំថ្ងៃហ្នឹងគឺថ្ងៃបុណ្យអីអត់ដឹងទេតែឃើញតាមផ្លូវគឺមានរៀបចំអញ្ចឹងរហូតតែនេះមកក្បួនដង្ហែគេណាអញ្ចឹងបែរជាតកតងពីសាសនាឬអីយើងអត់ដឹងដែរអញ្ចឹងដោយសារជាថ្ងៃចុងសប្តាហ៍អញ្ចឹងឥឡូវយើងមកដល់ហើយ Larkin Central ដែលជាកន្លែងដែលគេឡើងឡានក្រុងណាទៅតាមខេត្តនីមួយហើយតាមក្រុងមួយរបស់ម៉ាឡេស៊ីដែរណានិយាយទៅគឺគេរៀបត្រៀងយន្តហោះចឹងគឺយើងទៅ check យកសំបុត្រនៅកន្លែង ticket ដែលយើងទិញអនឡាញឬអីតែបើយើងទិញអនឡាញហើយមិនបាច់ទេយើងគឺមានសំបុត្រនៅក្នុងទូរស័ព្ទហើយចឹងយើងគ្រាន់តែបង្ហាញគេទៅគឺបានហើយចឹងដល់វគ្គអង្គុយចាំឡានហើយហ្នឹងហើយឥឡូវយើងបានចេញហើយចឹងវីដេអូតបនេះគឺសុទ្ធតែធ្វើដំណើរនៅតាមផ្លូវអញ្ចឹងថតទៅលើដងផ្លូវទេភាគច្រើនគឺយើងមើលជុំវិញហ្នឹងទៅតាមទីក្រុងរបស់គេហ្នឹងហើយដោយសារយើងធ្វើដំណើរពេលថ្ងៃនាំគ្នាគេងអស់ហ្មងអញ្ចឹងធ្វើដំណើរវាយូរដែរប្រហែលជិតចូល3ម៉ោងដែរណា
ហើយផ្លូវExpress Road គេណាដែលគេថាអត់មានឈប់ទេមានបន្ទប់ទឹកទេតែអត់អីចិត្តចុងក្រោយទើបមានថាចេញពីលើផ្លូវល្បឿនលឿនគេហ្នឹងគឺយើងអាចមានបន្ទប់ទឹកចូលបានអញ្ចឹងណាអញ្ចឹងយើងរងចាំយូរដែរណាហើយបើសិនជាអ្នកទ្រាំអត់បានគឺអត់ដឹងទេនិយាយទៅអត់ដឹងថាត្រូវធ្វើម៉េចទេគឺនៅលើផ្លូវល្បឿនលឿនសុទ្ធហ្មងអត់មានឃើញបន្ទប់ទឹកអីសោះអញ្ចឹងវីដេអូហ្នឹងគឺយើងដល់ហើយគឺទីក្រុងម៉ាឡាកាអញ្ចឹងនេះកន្លែងដូច3ឡានគេអញ្ចឹងណាអញ្ចឹងជួបគ្នាវីដេអូក្រោយនេះ